សូមស្វាគមន៍មកកាន់ Hands Education Consultancy វីដេអូដែលលោកអ្នកកំពុងទស្សនានៅពេលនេះនឹងណែនាំអ្នកឲ្យយល់ដឹងអំពីរបៀបនៃការដាក់ពាក្យទៅសិក្សានៅប្រទេសចិនប្រសិនបើអ្នកត្រៀមខ្លួនដាក់ពាក្យចូលរៀនសូមលោកអ្នកទស្សនាវីដេអូនេះឲ្យដល់ចប់ព័ត៌មានទាំងនេះជាគន្លឹះសំខាន់សម្រាប់ភាពជោគជ័យក្នុងការដាក់ពាក្យនិងឱកាសទទួលបានអាហារូបករណ៍យើងនឹងធ្វើការបកស្រាយពីនីតិវិធីទាំងនេះឲ្យងាយស្រួលយល់បំផុតទី1មិនមែនជាសញ្ជាតិចិនទី2គ្មានប្រវត្តិរូបជាប់ទោសទី3មានសុខភាពល្អគ្មានជំងឺឆ្លងទី4មានកម្រិតសញ្ញាបត្រស្របតាមតម្រូវការថ្នាក់បរិញ្ញាបត្រត្រូវមានសញ្ញាបត្រមធ្យមសិក្សាតុល្យភូមិថ្នាក់អនុបណ្ឌិតឬបណ្ឌិតត្រូវមានសញ្ញាបត្រដែលមានតម្លៃស្មើថ្នាក់បរិញ្ញាបត្រជាទូទៅចន្លោះពី18ដល់25ឆ្នាំឯកសារតម្រូវការគឺជាផ្នែកដ៏សំខាន់ទី1គឺឯកសារមូលដ្ឋានដូចជាលិខិតឆ្លងដែនរូបថតខ្នាត 4x6 សញ្ញាបត្រនៃការសិក្សាថ្នាក់បរិញ្ញាបត្រត្រូវតែមានប្រតិបត្តិបន្ទុកថ្នាក់វិទ្យាល័យនិងសញ្ញាបត្របាក់ឌុបថ្នាក់អនុបណ្ឌិតឬបណ្ឌិតត្រូវមានប្រតិបត្តិបន្ទុកនិងសញ្ញាបត្រកម្រិតសិក្សាចុងក្រោយវិញ្ញាបនបត្របញ្ជាក់កម្រិតភាសាបើអ្នកចង់រៀនជាភាសាចិនអ្នកត្រូវមាន HSK 5ដែលមានពិន្ទុ180ឡើងការដាក់ពាក្យរៀនជាភាសាអង់គ្លេសគឺត្រូវមានពិន្ទុ IELTS 5.5 ឡើងទៅប៉ុន្តែបើអ្នកបានទៅដល់7 ចុចនោះឱកាសរបស់អ្នកនឹងកាន់តែខ្ពស់ការប្រឡង CSCA មិនថាអ្នករៀនជាភាសាចិនឬអង់គ្លេសអ្នកត្រូវមានពិន្ទុ CSCA សម្រាប់ថ្នាក់បរិញ្ញាបត្រដែលវិញ្ញាសារួមមានគណិតវិទ្យារូបវិទ្យាគីមីវិទ្យានិងភាសាចិនពិន្ទុកាន់តែខ្ពស់ឱកាសក្នុងការចូលរៀនសាលាល្បីៗនិងទទួលបានអាហារូបករណ៍ក៏កាន់តែច្រើនឯកសារចាំបាច់បន្ថែមទៀតមានដូចជាលិខិតកោតទោសឯកសារឆែកសុខភាពគម្រោងការសិក្សាប្រវត្តិរូបសង្ខេបនិងលិខិតណែនាំចេញពីសាលាករណីសិស្សដែលមិនទាន់គ្រប់អាយុ18ឆ្នាំត្រូវមានលិខិតធានាពីជនជាតិចិនក្រៅពីការរៀបចំឯកសារការជ្រើសរើសទីក្រុងក៏ជាចំណុចមួយដែលសំខាន់ប្រសិនបើអ្នកចង់ទទួលបានបទពិសោធន៍រស់នៅបែបស៊ីវិល័យនិងមានឱកាសការងារខ្ពស់ទីក្រុងប៉េជីងនិងសាងហៃគឺជាទីក្រុងដែលល្អបំផុតប្រសិនបើលោកអ្នកចង់បានបរិយាកាសល្អនិងរស់នៅបែបសន្សំសំចៃទីក្រុងអ៊ូហានណានជីងឆឹងទូក៏ជាជម្រើសដែលល្អផងដែរការជ្រើសរើសសាកលវិទ្យាល័យប្រទេសចិនមានសាកលវិទ្យាល័យដែលជាប់លំដាប់ថ្នាក់ពិភពលោកជាច្រើនដូចជាសាកលវិទ្យាល័យឈិងហួបេតាហ្វូតានจื่อจียងជាដើមលក្ខខណ្ឌរវាងសាលានីមួយៗមានភាពខុសគ្នាដូច្នេះការរៀបចំផែនការទុកជាមុនគឺជារឿងដែលចាំបាច់បំផុតយើងផ្ដល់ជូននូវសេវាកម្ម One Stop Service ដែលឆ្លុះបញ្ចាំងពីគុណភាពតម្លៃស្នូលតាមស្តង់ដារ 6S ទី1ការប្រឹក្សាយោបល់និងយុទ្ធសាស្ត្រអាហារូបករណ៍យើងផ្ដល់ការប្រឹក្សាប្រកបដោយជំនាញវិជ្ជាជីវៈនិងផ្ដល់ព័ត៌មានយ៉ាងច្បាស់លាស់ជាមួយភាពស្មោះត្រង់ដើម្បីជ្រើសរើសសាលានិងប្រភេទអាហារូបករណ៍ដែលសមស្របបំផុតសម្រាប់អ្នកទី2នីតិវិធីឯកសារការរៀបចំនីតិវិធីឯកសារទៅតាមស្តង់ដារច្បាស់លាស់និងត្រឹមត្រូវបំផុត Hands នឹងផ្ដល់ភាពងាយស្រួលដល់លោកអ្នកទី3ការដាក់ពាក្យនិងការតម្រង់ទិសយើងផ្ដល់ការគាំទ្រអាហារូបករណ៍ដើម្បីជួយឲ្យអ្នកទទួលបានឱកាសជោគជ័យខ្ពស់ក្នុងការដាក់ពាក្យនិងការប្រឡងទី4ការរៀបចំការធ្វើដំណើរនិងការតាមដានយើងរៀបចំការធ្វើដំណើរឲ្យមានសុវត្ថិភាពនិងមានការតាមដានជាបន្តបន្ទាប់ផ្ដល់ការប្រឹក្សាក្នុងការជួយសម្របសម្រួលដល់ការសិក្សានិងការរស់នៅរបស់អ្នកនៅប្រទេសចិនផងដែររឿងស្មុគស្មាញទុកឲ្យ Hands Education ជាអ្នកចាត់ចែងនេះគឺជាពេលវេលាដ៏ល្អបំផុតដើម្បីចាប់ផ្ដើមការត្រៀមខ្លួនកាន់តែលឿនឱកាសរបស់អ្នកក៏កាន់តែខ្ពស់បើកទំព័រអនាគតដ៏ជោគជ័យក្នុងការសិក្សានៅប្រទេសចិនសូមតាក់ទងមក Hands Education Consultancy ឥឡូវនេះ